តសួស្តីអ្នកទាំងអស់គ្នាបាទយើងត្រឡប់ជួបគ្នាទៅជាមួយនឹងរឿងគំនុំទេវតាតាមសនុភា469បន្តទៀតហើយរឿងនេះដែរមើលទៅដូចជាផលមិនសូវជាមានអ្នកឃើញប្រមាណនោះទេបើសិនជាខ្ញុំមាន fan ច្រើនហើយក៏ផុសទៅគឺឡើងល្អដូចពីមុនក៏ខ្ញុំអាចជាទុក channel មួយបាទតែចាំមើលជាក់ស្ដែងសិនកុំឲ្យខាតពេលយូរជាងជុំមកការសាច់រឿងរបស់យើងតែម្ដងទៅដែលពេលនោះពួកគេក៏បានមកដល់នៅសំណាក់មួយគណៈបេតិឋានយ៉ាងកំពុងតែនៅកំដរយូស៊ូតែម្នាក់ឯងស៊ីនសៃនឹងក៏ទៅការគោរពទៅកាន់អតិថិលំហនៅពេលវេលាដែលជាប្រពន្ធពីជាតិមុនរបស់ទេវតាហុងម៉ឹងដែលបច្ចុប្បន្ននេះគឺនាងស្ថិតនៅក្នុងរាងកាយរបស់ស៊ូប៊ីងមានន័យថាខ្លួន6គឺមានព្រលឹងដល់ទៅ2តែបច្ចុប្បន្នគឺរួមបញ្ចូលគ្នាតែមួយហើយដែលសិនសៃទស្សកាន់ស៊ូប៊ីងទីថាតែពេលណាស្ដេចអតិថិលនឹងស្វែងរកនៅបអតិថិលបិសាចនោះនៅពេលដែលទៅយកខ្ញុំទៅជាមួយផងព្រោះតែគាត់នៅទីនេះគួរធន់ត្រង់ខ្លាំងមែនទែនណាមួយក៏ចង់ឃើញពិភពខាងក្រៅផងដែរស៊ូប៊ីងក៏រៀងអស់សំណើមែនទែនអញ្ចឹងទៅក៏ពុករបស់ខ្លួនក៏បានទះវិញម្ដាយពីខាងក្រៅមួយទំហឹងស៊ូប៊ីងថាមិនចាំបាច់បញ្ញាពេកនោះទេគឺរងឲ្យចាំមកកាម្ដងពួកគេនឹងចេញទៅហើយពលបបោថាញ៉ាក៏និយាយទៅថាអត់អ្នកនេះឯងនៅក្មេងខ្លាំងណាស់នៅក្នុងដែនដីសម្ងាត់គឺវាមានសុវត្ថិភាពជាងអញ្ចឹងវាក៏បានលើកដៃចង្អុលទៅកាន់គាត់ទៀតថាកាញ់លោកទៅតែជិះទៅដល់ដែនដីទីទេពមនុស្ស level 1ទៀតតើហ៊ានមើលស្រាវយើងផងហើយក៏បានសាច់លឺក៏ត្រូវព្រះចាតែមួយដៃទៀតគឺធ្វើវាសើចចំមកឲ្យសឹងចៃវិញហើយក៏ប្រាប់ទៀតថាក្រែងលោកម្ចាស់របស់ឯងក៏ level ដូចយើងដែរតើឯងចាំនិយាយពាក្យនេះម្ដងទៀតនៅចំពោះមុខលោកម្ចាស់ឯងទៅទៅពេលគាត់មកវាក៏ព្យាយាមកាត់ចង្វាក់ភ្លាមថាបានហើយខណៈពេលនោះថានចឹងក៏បានមកដល់លមមឡើងលើបល្ល័ង្កដែលថានចឹងបានបញ្ជាក់ទៀតថាសមាជិកនៃបកហុងហុងហើយនឹងម៉ាន់ហុងទាំងអស់ពេលនេះកំចាក់ចេញទៅណាយសោះបើសិនជាស្ត្រូវរកឃើញពួកគេនឹងជួបបញ្ហាធំតែងាកមើលស៊ីងសៃវិញនៅតែលៀនដាឌឺឲ្យបងប្រុសរបស់គាត់ដែរទៅចឹងក៏បានសួរថាតើមានបញ្ជាផ្សេងទៀតដែរឬក៏អត់ដូច្នេះគាត់នឹងក៏ហៅអ្នកក្រៅបង្កប់ទាំងអស់ដើម្បីបិទទ្វារធ្វើការហ្វឹកហាត់តែម្ដងស៊ីងសៃក៏ប្រាប់ទៀតថាកុំអីប្រជាក៏តទៅវិញទៀតថាពេលនេះលោកម្ចាស់បានត្រឡប់មកវិញហើយឯងចង់លោកខ្ជិលទៀតមែនទេស៊ីងសៃពិតជាខ្ជិលហើយនិយាយច្រើនខ្លាំងពិតមែនវាមិនចង់ទៅហ្វឹកហាត់នោះឡើយតែថានយ៉ាងប្រាប់ថាកុំតន់ឲ្យគាត់មានកិច្ចការសំខាន់មួយទៀតគឺបានបញ្ចេញនៃរាងកាយរបស់អតិថិបេសាចពួកគេសម្លឹងមើលទៅការភាពអើស៊ីនសៃក៏ស៊ីមួយដៃរបស់ប្រជាទៀតនេះក៏បានប្រកាសតែនេះមានឈ្មោះថាស៊ីវយីងគឺជាសមាជិកនៃបកអតិថិបេសាចក៏បានធ្វើការគោរពទៅកាន់លោកម្ចាស់របស់ខ្លួនគឺទេវតាហុងម៉ឹងនេះក៏សូមឲ្យថានចានឹងជួយសងសឹកឲ្យពុកម្ដាយរបស់ខ្លួនផងគាត់សន្យានេះក៏អរគុណជាខ្លាំងស៊ូប៊ីងក៏បានទទួលនាងដាក់នៅក្នុងដៃស៊ីនសៃក៏បានយកដៃនឹងទៅប៉ះក្បាលនាងធ្វើនាងខឹងជាខ្លាំងវាក៏និយាយថាសាឡាត់នេះទូចពិតជាអស្ចារ្យខ្លាំងមែនទែននាងក៏និយាយថាអញ្ចឹងឯងសាកទៅគ្រាន់តែនាងបោកភ្នែកបន្តិចធ្វើឲ្យឆេះក្បាលវាពិតភ័យខ្លាំងណាស់ក៏រត់ប្រកាច់ប្រកាន់ពេញនឹងព្រោះតែក្តៅខ្លាំងពេកភ្លើងលើក្បាលពួកវាគឺមានពីរពណ៌ប៉ុន្តែយ៉ាងក៏បានសាយជាងលឺនេះក៏បានបន្លត់នៅភ្លើងនោះវិញនេះគឺជាសមត្ថភាពពិសេសរបស់នាងដែលបង្កើតទៅជាភ្លើងបានស៊ីសិចគិតថាមនុស្សនៃបបិសាចអតិថិបិសាចពិតជាខុសខើខ្លាំងមែនទែនល្បីដូចគេថាមិនខុសនោះឡើយនាងវីទៅរករឿងវាទៀតនេះក៏ពលបបោថានយ៉ាងក៏បានចូលមករៀបរៀងប្រាប់ថាវានៅក្មេងមិនទាន់ចេះគិតនោះទេកុំប្រកែកប្រកាន់អីហើយក៏បានប្រាប់ស៊ីងសៃទៀតថាមុននឹងក្រោយដាតបើឯងនឹងសម្លាប់ឯម្ខាងនោះទេកុំនិយាយច្រើនពេកវាក៏តទៅវិញទៀតថាក្រែងលោកម្ចាស់ក៏ធ្លាប់ប្រាប់ថាលោកក៏និយាយច្រើនដូចគ្នាដែរគាត់ខឹងពេកក៏បានថែមមួយដៃតែម្ដងស៊ូប៊ីងក៏បានសួរទៅកាន់ស៊ីវយីងថាបច្ចុប្បន្នសមាជិកនៃបតិទេពបិសាចនៅឯណានេះក៏បានកវីក្បាលនេះពិតជាមិនដឹងពិតមែនតាំងតែពីឪពុកម្ដាយរបស់ខ្លួនបានចាក់ចេញពីបកគឺនេះមិនដឹងអំពីទីតាំងនៃបករបស់ខ្លួននោះទេតែស៊ូប៊ីងសន្យាថានឹងជួយនេះស្វែងរកនៃសមាជិកនៃបករបស់ខ្លួនវិញថាចឹងក៏ហៅយូឈិនចេញមកខាងក្រៅជាមួយនឹងដាវអតិទេពម៉ាន់ហងនៅក្នុងដៃអជាស្រ័យបាទគឺហុងហងនេះក៏បានបង្ហាញនៅដាវអតិទេពហុងហងចេញមកក្នុងពេលនោះធ្វើឲ្យប្រជាជនពីរមានការវិវត្តជាខ្លាំងនេះពិតជាដាវរបស់ស្ដេចនៃអតិទេពហុងហងរបស់ខ្លួនពិតមែនថាចឹងក៏បានបញ្ជាក់ប្រាប់ទៅកាន់ពួកគេពេលនេះយូជីនបានទទួលបានការសំដំណែងរបស់លំច្បងប៊ូស៊ីវហើយចាប់ពីពេលនេះទៅនាងនឹងក្លាយទៅជាអ្នកគ្រប់គ្រងថ្មីឬក៏ស្ដេចនៃអតិទេពនៃបកហុងហងចាប់ពីពេលនេះទៅនាងនឹងដឹកនាំនៅបកអតិទេពហុងហងតែយូឈិនក៏បដិសេធគឺថាដូចជាខ្វងពោះពេកហើយសម្រាប់នាងនោះអញ្ចឹងងាយជាពុពេបរោះនៃបអតិទេពគឺបកគលទៅឲ្យយូឈិនហើយយូឈិនក៏បានសន្យាថានឹងមិនធ្វើឲ្យអតិទេពប៊ូស៊ីវខកបំណងនោះទេហើយនាងក៏មិនអាចកំដរឋានយ៉ានដើម្បីគ្រប់គ្រងនៅពិភពនេះតទៅទៀតនោះដែរនៅពេលដែលនាងក្លាយទៅជាអ្នកគ្រប់គ្រងនៃបកហុងហងហើយនោះនាងក៏បានស្បស្បែថានាងនឹងទទួលនៅការសំណដំណែងនេះចាប់ពីពេលនេះតទៅក៏បានងាកទៅរកប្រជាទាំងពីរហើយក៏ធ្វើការគោរពទៅកាន់ពួកគេយ៉ាងគួរសមទោះបីជានាងជាមេបកក៏ដោយក៏សូមជំនួយពីអ្នកទាំងអស់គ្នាផងដែរពួកគេក៏បានអោនក្បាលគោរពត្រឡប់ទៅវិញស៊ីងសៃគឺនៅក្មេង
មិញខាងណាឯក្បាលបន្តិចទម្រាំតែលុតជង្គង់មកថាយ៉ាងគិតថាដល់ពេលវេលាដែលឲ្យប្រជាទាំងពីរក៏ហៅនៅសមាជិករបស់ខ្លួនបិទទ្វារហ្វឹកហាត់ហើយយើងងាកមកមើលខាងក្រៅវិញម្ដងរឿងនេះគឺខ្ញុំមានការភ័ន្តច្រឡំមួយគឺអបិនេះខ្ញុំតែងតែហៅថាទេវតាស៊ីយ៉ានឈ្មោះពួកវាគឺស៊ីយ៉ានពិតមែនដែលតាមពិតទៅគឺទេវតាកម្ពុជាស៊ីយ៉ានផ្សេងទេវតាស៊ីយ៉ានផ្សេងទេវតាកម្ពុជាស៊ីយ៉ានគឺជាសត្រូវចាស់របស់ទេវតាហុងម៉ឹងមានមុខមាត់ផ្សេងតែអាទិទេពម្នាក់នេះក៏ឈ្មោះអាទិទេពស៊ីយ៉ានដូចគ្នាក៏ប៉ុន្តែមិនមែនជាអាទិទេពកម្ពុជាស៊ីយ៉ាននោះទេគ្រាន់តែមួយមានពាក្យថាកម្ពុជាពីមុខមួយទៀតគឺជាអាទិទេពស៊ីយ៉ានតែប៉ុណ្ណោះអញ្ចឹងខ្ញុំសូមធ្វើការហៅទៅតាមសាច់រឿងសិនគឺហៅថាអាទិទេពស៊ីយ៉ានដដែលហើយសត្រូវចាស់របស់ទេវតាហុងម៉ឹងខ្ញុំនឹងហៅថាអាទិទេពកម្ពុជាស៊ីយ៉ានសិស្សប្អូនម្នាក់ក៏បានចូលមករកគណៈពេលវាកំពុងទៅធ្វើការហ្វឹកហាត់ដល់បញ្ជាក់ប្រាប់ទៀតថាបិសាចមកពីទឹកដីខាងក្រៅបានឈ្លានពានព្រំដែននៃទឹកដីស៊ីយ៉ានរបស់ពួកគេលោកគ្រូបញ្ជូននាងមកទីនេះដើម្បីទៅទប់ទល់ជាមួយនឹងស្ត្រូវនៅឯជួយតកងម៉ុងទេវតាស៊ីយ៉ានក៏និយាយទៀតថាដីក៏វាចម្លែកខ្លាំងម្ល៉េះប្រភពនៃធម្មពលដែលវាបានប្រើប្រាស់គឺវាទទួលដឹងអំពីទីតាំងនៃបេះដូងទេវតាហុងម៉ឹងរួចទៅហើយតែនៅពេលនេះបែរជាបាត់នៅដង្ហើមទៅវិញសរុបមកវិញវានឹងត្រឡប់ទៅវិញដោយដៃទទេស្អាតតែនឹងក៏តទៅវិញទៀតថាលោកគូតែប្រឈមមុខជាមួយនឹងបញ្ហានៅក្នុងមុខនេះសិនទៅក៏វាមិនទាន់ជឿពេលនោះដែរអញ្ចឹងផែនការរបស់វាគឺបរាជ័យក្នុងការស្វែងរកអំពីបេះដូងនៃទេវតាហុងម៉ឹងហើយវាក៏មិនអនុញ្ញាតឲ្យមនុស្សក្រមបង្ករបស់ទេវតាហុងម៉ឹងបង្កភាពចលាចលនៅក្នុងដែនដីទីទេពរបស់ពួកគេនោះដែរសូម្បីតែសមាជិកនៃបករបស់លោកគ្រូគឺសំដៅទៅលើទេវតាកម្ពុជាស៊ីយ៉ានក៏ត្រូវបានសម្លាប់ដោយមនុស្សក្រមបង្ករបស់ទេវតាហុងម៉ឹងដូចគ្នាវាអសមត្ថភាពដែលមិនអាចស្វែងរកឃើញអំពីទីតាំងនៃដែនរបស់សត្រូវវាខ្លាចតែពិបាកក្នុងការបកស្រាយទៅកាន់លោកគ្រូនេះក៏តទៅវិញថាលោកធ្វើបានល្អហើយលោកគ្រូមិនបន្តលោកនោះទេវាក៏បានស្រូបនៅធម្មពលនោះទៅទុកវិញបើសិនជាវាមានការចូលរួមក្នុងសង្គ្រាមម្ដងទៀតប្រឆាំងជាមួយនឹងទេវតាហុងម៉ឹងវាមិនអនុញ្ញាតឲ្យទេវតាហុងម៉ឹងចាប់កំណើតបានម្ដងទៀតយ៉ាងងាយស្រួលនោះទេហាក់បីដូចជាមានដំណួតជឿជាក់លើខ្លួនឯងជ្រុលពេកហើយមើលទៅប្រហែលជារស់មិនបានផុតវិវៈនេះនោះទេហើយវានឹងស្វែងរកអំពីទីតាំងនៃជនក្បត់ទាំងអស់នោះជីកឬជីកចង្កូលសម្រាប់ពួកគេផ្ដាច់ពូជដើម្បីកុំឲ្យពួកវាបង្កនូវភាពចលាចលដោយសពថ្ងៃនេះវាក៏បានដកនៅខែលការពេលនាទីនោះក៏បានសួរទៅកាន់សិស្សប្អូនតែមានអ្វីចង់ប្រាប់វាមែនទេគណៈពេលនោះនាងក៏បានដកនៅដាវមួយនៅក្នុងដៃងាកមកវិញក៏ស៊ីមួយផ្លែដាវចាក់ចំកណ្ដាលបេះដូងឈាមក្អួតចេញតាមមាត់អ្នកស្រីនេះគឺចាក់ពីក្រោយវាក៏សួរទៀតថាអីក៏នេះសម្រាប់ខ្ញុំអញ្ចឹងរឿងនេះគឺសម្រាប់គ្នាសាហាវខ្លាំងមែនទែននាងក៏តបទៅវិញទៀតថាការកេរនីស្វែងរកអំពីទីតាំងនៃបេះដូងទេវតាហុងម៉ឹងមានតែពីរអ្នកយើងដឹងនោះទេនេះគឺជារឿងសំងាត់នេះក៏បានដកដើមវិញឈាមក៏ខ្ទៀតរំលងបញ្ជននេះដែរយើងត្រឡប់មកកាន់សំណាក់ដើមវិញតែថានចានឹងក៏បានឲ្យសុបេនឹងម៉ាសាក្នុងឲ្យខ្លួនគាត់មិនមានអារម្មណ៍ថាស្រួលនោះទេដូចជាពិបាកក្នុងរាងកាយទៅវិញម៉ាសាដូចឈួតចាប់គ្នារួនថានយ៉ាងគិតថាបានហើយសម្រាប់ទៅអូនហត់ហើយនេះក៏សម្ដែងនៅទឹកមុខក្រៀមក្រំលក្ខណៈថាពួកគេរោពេលផ្អែមល្ហែជាមួយគ្នាមិនបានទៅសចង់ម៉ាសាឲ្យបន្តិចក៏មិនបានយូរដែរថានយ៉ាងប្រាប់ទៅថាពួកគេបិទទ្វារទៅហ្វឹកហាត់អស់ហើយណាមួយពេលនេះក៏ប្រឈមមុខជាមួយនឹងសង្គ្រាមពួកយើងមិនសូវជាមានពេលសម្រាប់ច្រើននោះទេនេះក៏បានបញ្ជាក់ប្រាប់ទៀតថានៅពេលដែលបានចាក់ចេញពីដែនដីទីទេពួកយើងមិនអាចត្រឹមតែអង្គុយបិទទ្វារហ្វឹកហាត់នោះទេឥឡូវនេះពួកគេក៏បានកានៅក្នុងដែនដីឯទីទេមនុស្ស level 4នេះមានន័យថាពួកគេឈានទៅដល់ level 4ហើយពីមុនគឺ level 1នេះដឹងទីថាការហ្វឹកហាត់របស់នាងគឺយឺតខ្លាំងមែនទែននេះកំពុងតែតូចចិត្តតែមិនអាចពជាពេលក្នុងការជួយសង្គ្រោះស៊ូយូបានទៅទៀតនោះទេតែពឹងលឿនในការហ្វឹកហាត់ឲ្យកាន់តែលឿនបំផុតតែអញ្ចឹងក៏បានទាញនាងវិញនឹងបឺតមាត់គ្នាទៅហើយនឹងក៏យៀងក៏បានចូលមកដល់លំមកាត់ចង្វាក់ពួកគេអស់ប្រូតេអ៊ីនពេលហ្នឹងនាងក៏ងាកចុះឡើងកូនឡើងនាងគិតថានាងមកចំពេលអាក្រក់ខ្លាំងណាស់នាងមិនបានឃើញអ្វីនោះទេនាងនឹងត្រឡប់ទៅវិញធ្វើពួកគេនឹងបែកអារម្មណ៍អស់លេងរោស្វិតជាមួយគ្នាអីមិនបានតទៅសោះស៊ូប៊ីក៏បានទេបានស៊ូប៊ីម្ដាយស៊ីនម្ដាយស៊ីក៏បានប្រាប់ថានចាន់ទៀតថាការវឹកហាត់របស់នាងគឺយឺតខ្លាំងមែនទែនគួរតែរកវិធីផ្សេងទៅថានចាន់ក៏បញ្ជាក់ប្រាប់ទៀតថាគាត់និងស៊ូប៊ីកំពុងតែពិភាក្សាគ្នាហើយតាឬបែបនេះនាងក៏ចាប់ដើមគិតឲ្យមើលមុខអ្នកទាំងពីរកំពុងតែពិភាក្សាគ្នាមែនទេធ្វើឲ្យស៊ូប៊ីមានអារម្មណ៍ថាអៀនខ្លាំងណាស់នេះក៏ស៊ូបញ្ជាក់តាពិតមែនទេថានចាន់ក៏បានមូលថ្ពាល់នាងតែពួកគេនឹងចាក់ចេញពីដែនដីសម្ងាត់នេះទៅកាន់ច្រកអាទិទេពរំដៅអាទិទេពដើម្បីស្វែងរកនៅផ្លែឈើអាទិទេពមនុស្សនេះមិនអាចបដិសេធបញ្ជានោះទេតមុំនឹងត្រឡប់មកកាន់ដែនដីសម្ងាត់វិញដើម្បីហ្វឹកហាត់តែនេះពិតជាមិនចង់ទៅនោះឡើយព្រោះតែវាគ្រោះថ្នាក់ពេកអញ្ចឹងនេះក៏បញ្ញាចាក់ចេញទាំងក្រាត់ដើម្បីរងចាំអ្នកទាំងពីរចាន់យ៉ាងក៏បានអោបចកេះនាងម្ដងទៀតហើយក៏ប្រាប់ទៀតថាដល់ពេលវេលាចាក់ចេញហើយមិនអាចឲ្យនាងរងចាំបានតទៅទៀតនោះទេនេះក៏បានកើលើទ្រូងរបស់ឋានចាន់បន្តិចឈុតឆាកសន្តានិស្នេហាកន្លែងនេះអាចជាពិបាកយល់បន្តិចតែលក្ខណៈថាកាត់នៃយល់ខ្លះទៅហើយសាររឿងមួយនេះក៏ស្លេតទៅប៉ុណ្ណេះ